bà chỉ biết xưa bông thì បាទជំរាបសួរបង ไม่ได้บางมาเยอะนี่สุกตุกอย่างนั้นได้ตบปียังมาประมบดมบักฮัดขนมจุ่มรสจีด បាទសុកទុកគឺធម្មតាបងអីហាត់ជាប់លប់ ไม่ได้บางการได้ยังมาประมบดมบักฮัดขนมจุ่มรสจีดสมุยหนึ่งกระกอบเส้นจีดการบักฮัดได้ไล่ปียังฮัดในไกลไม่ได้ បាទគឺប្លែកព្រោះយើងអត់ទៅស្គាល់គេហងយើងមកយូរទៅបានស្គាល់បងហើយគឺប្លែកគឺហាត់ខ្លាំង ในการบักฮัดอาจจะสำรกบักฮัดคลังเคียงซอบดองนี่บ่ បាទគឺហាត់នៅនេះហាត់ខ្លាំងបង ไม่ได้บางในពេលដែលយើងบักហាត់ខ្លាំងអញ្ចឹងអាចថាស៊ូបានហ្នឹងទៅ បានបងបានគឺថាសមត្ថភាពយើងគឺឡើងតាមនឹងដែរបងយើងហាត់ខ្លាំង សម្រាប់បងប្រមូលផ្ដុំហ្នឹងត្រៀមស៊ីហ្គេមនៅថៃហ្នឹង បាទស៊ីហ្គេមនៅថៃ ប្រកួតក្នុង20គីឡូមែន ខ្ញុំ60បង គីឡូ60 បាទ ហើយកន្លងមកធ្លាប់ដែលចេញទៅប្រកួតក្រៅស្រុកលក្ខណៈតំណាងជាតិចឹងឯងបង ធ្លាប់បងធ្លាប់2ដង 2ដង បាទតែស៊ីហ្គេមនេះលើកទី1ជាប់ជំរឿជាតិលើកទី1 អញ្ចឹងការស៊ីហ្គេមលើកទី32យើងអត់បានចូលទេណា អត់បានចូល កាលហ្នឹងឃើញគេចូលអារម្មណ៍អញ្ចឹង អារម្មណ៍គឺសុបាយមើលគេពួតគ្នាសុបាយ កាលហ្នឹងមានកូនចិត្តថាថ្ងៃណាមួយអាចនឹងមានឈ្មោះចូលលេងគេអញ្ចឹងទេ បាទគឺអាហ្នឹងខ្ញុំប៉ងយូរហើយបងគឺចង់ជាប់ជំរឿជាតិចង់ចេញប្រកួតតំណាងឲ្យគុនខ្មែរ នៅពេលដែលឃើញកីឡាករគុនខ្មែរយើងផ្សេងទៀតការពីស៊ីហ្គេមកន្លងមកពួកគាត់ដដើមបានមានដៃជូនជាតិអញ្ចឹងអារម្មណ៍យើងមិនដែរ អារម្មណ៍គឺសុបាយមកឃើញគេប្រកួតបានមេដាយមាសបានកិត្តិយសបាទគឺសុបាយអរ បាទឥឡូវងាកមកចាប់អារម្មណ៍ការប្រកួតរបស់បងចុងសប្តាហ៍នេះវិញមិនដែរបងសម្រាប់បងបានដឹងពីដៃគូដែលយើងត្រៀមប្រកួតចុងសប្តាហ៍នេះហ្នឹង បាទគឺបានឃើញរូបហើយបងតែអត់ទាន់បានមើលវីដេអូ ដោយសារតែលើកនេះជាការចូលខ្លួនជំនួសរិនដេវីតដែលមានបញ្ហាមិនអាចចូលរួមបានគិតសម្រាប់បងគិតថាការមកជំនួសអញ្ចឹងការត្រៀមខ្លួនអីបានគ្រប់គ្រាន់ទេ ពួកគ្រប់គ្រាន់ដែរបងព្រោះខ្ញុំប្រកួតដែរប្រកួតទឹកមុនដែរចេញអាចវាស៊ូសវានៅបង សម្រាប់បងមានក្តីបារម្ភទេនៅពេលដែលយើងអាចថាចូលខ្លួនមកជំនួសអញ្ចឹង គឺបារម្ភខ្លះៗបងតែអត់អីគឺឡើងទៅដល់វាយដល់ល្អមើល ហើយមានឮថាប្រវត្តិកីឡាករបរទេសម្នាក់ហ្នឹងមិនយ៉ាងណា អត់ដឹងអត់លឺ អត់ទាន់ដឹងអត់ទាន់មានអ្នកប្រហៅប្រាប់ទេណា បងបង ហើយកន្លងមកអាសាជួបកីឡាកររងទេបង ជួបបានប្រហែល 5-6 ដងដែរបង មិនដែរបងឃើញកីឡាកររងពេលយើងប្រកួតជាមួយ គឺល្អគឺលឿនតែរងគឺលឿនល្អដៃ ហើយគណៈដែលយើងក៏ល្អដៃដែរណា ល្អអីក៏វាយបាន គេថាការប្រកួតអាចនឹងចប់ទៅទេបង គឺស៊ីសងលើសងវៀនហ្មងគឺយើងប្រកួតគ្នាសិនមកកន្លែងណាចន្លោះប្រហោងគឺយើងវាយឡើងណា បងជាមួយគ្នានៅការប្រកួតរបស់បងក៏មានការប្រកួតជំរុះទៅដើមខ្សែក្រវ៉ាត់ដែរបងបានដឹងទេបង ដឹងហ្មងដឹង មិនដែរបងបែកភាពគុណខ្មែរយើងពីររូបកីឡាករចំនួនថ្មីក្នុងប្រភេទគីឡូ57 ឃីមឌីមីហើយនឹងម្នាក់ទៀត បាត់ដបង បាត់ដបងភ្លេចឈ្មោះនេះមើលឃីមឌី គីមនីមីហើយនឹងចាស់ខ្សែ ហានពីអូរត់នឹករំឃើញហានពី ហានពី មិនដែរបងបានស្គាល់ទេពីរនាក់ គឺពីរនាក់ហ្នឹងគឺល្អបងគឺគេចម្លើងក្រោយល្អ បងមើលឃើញផ្លែរបស់អ្នកទាំងពីរមិនដែរ គឺល្អដូចគ្នាហ្មងកែងជង្គង់ទាត់ម៉ាត់ឲ្យល្អគេគោះខាងយើងគោះ សម្រាប់បងគិតថាប្រសិនបើពីរនាក់ហ្នឹងអាចយកឈ្នះកីឡាករបរទេសឡើងទៅជួបគ្នាគិតថាការប្រកួតអាចនឹងចប់ទឹកហ្នឹងទៅ ពីរនាក់ហ្នឹងគឺថាប្រហែលជាអត់ចាប់ទឹកឯងមើលទៅអត់ចាប់ទឹកឯងពូសម្នាក់សមានផ្លែដូចគ្នាអញ្ចឹងវាអត់ចាប់ សម្រាប់បងមុនការប្រកួតម្ដងមានជាសារលើកទឹកចិត្តពួកគាត់បែបណា គឺផ្ដាំទៅបងប្អូនថាខំប្រឹងប្រែងឲ្យវាយអស់សមត្ថភាពឲ្យបានឡើងនៅបែបដាច់ពតដូចគ្នា អ
ហើយសម្រាប់បងមើលឃើញថានៅពេលដែលសង្វៀនភៀនអិនគាត់រៀបចំឲ្យកីឡាករទើបតែឡើងក្រោយមានឱកាសលេងខ្សែក្បាត់លេងកម្មវិធីធំអញ្ចឹងវាជួយជំរុញឲ្យថ្នាលគុនខ្មែរយើងក៏ដូចជាកីឡាករចំនួនក្រោយគាត់មានទឹកចិត្តខំប្រឹងវឹកហាត់បែបណាដែរ បាទគឺគាត់រៀបចំឲ្យថ្នាលយើងវាយបានខ្សែក្បាត់ខ្សែអញ្ចឹងគឺថាមានកម្លាំងហ្មងគឺគាត់មានទឹកចិត្តក្នុងការវឹកហាត់គាត់ព្យាយាមហ្មង គិតថាថ្ងៃខាងមុខក្នុងសម្បូរធនធានកាន់តែច្រើនទេបងសម្រាប់គុនខ្មែរយើង គិតថានឹងច្រើនហ្មងព្រោះឥឡូវកីឡាឥឡូវគឺរីកចម្រើនច្រើនហ្មង ជាចុងក្រោយមានជាសារអីសម្រាប់ផ្ដាំផ្ញើទៅកាន់អ្នកគ្រប់គ្រងបង សូមពុកម៉ែបងប្អូនជួយរួមទស្សនាឲ្យបានច្រើនកកខ្ញុំបាទហងវណ្ណធីនិងបញ្ញាចិត្តថានឹងខំប្រឹងប្រែងវាយយកឈ្នះបាន អរគុណច្រើន បាទអរគុណ